ជំរាបសួរប្រិយមិត្តទាំងអស់គ្នា Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលមកបន្តនៅសេរីរបស់យើងដែលជាភាគទី10បន្តទៀតនេះនៅព្រឹកនេះគឺជាថ្ងៃដែលបញ្ចប់កម្មវិធីកំសាន្តគ្រប់គ្នាបានថតរូបជុំគ្នាដោយសប្បាយរីករាយអារ៉ែនក៏បានមករកយូគីដែរប៉ុន្តែពេលនេះបោះរបស់គេគឺជាបិសាច់ដុំយើងនឹងឯងគេក៏បានមកហាមមិនឲ្យសិក្សាជាមួយនឹងយូគីនោះទេដោយសារតែគេប្រច័ណ្ឌណឃើញអញ្ចឹងយូគីក៏និយាយថាឬក៏អ្នកទាំងពីរគឺពិតជាអញ្ចឹងពិតមែនហើយដោយសារតែពេលនេះអ្នកទាំងពីរគឺគេត្រូវរើគ្នាជាសង្សារនឹងគ្នាហើយណាតែបើកលែកមកមើលអាមេងវិញពេលនេះកំពុងតែមានបញ្ហាក៏ព្រោះតែអ្នកភូមិគឺលើបានលើកគ្នាមកឡើងច្រើនមកសម្លុតសួរអាមេងតែម្ដងសួរថាតើអាចង្រាយូគីនៅឯណាដោយសារតែពេលនេះនៅលើអ៊ីនធឺណិតគឺថាគ្រប់គ្នាកំពុងតែល្បីថាភូមិស្រុករបស់គេនេះលក់គ្រឿងសមុទ្រដែលមានជាតិពុលមានបញ្ហាអីអញ្ចឹងណាដោយសារតែការឡាយលក់របស់យូគីម្សិលមិញនេះគឺមានចំនួនអ្នកកំងច្រើនខ្លាំងមែនតើឥឡូវនេះគឺគេ cancel ចោលទាំងអស់តែម្ដងធ្វើឲ្យអ្នកស្រុកអ្នកភូមិគឺឡើងខាតលុយអីអញ្ចឹងណាគឺពួកគេសុខចិត្តទេក៏រកយូគីមកឲ្យដោះស្រាយបញ្ហាអញ្ចឹងណាឃើញទេខំមានចិត្តជួយគេដល់ពេលដែលជួយគេហើយមានបញ្ហាក៏គេមកបន្ទោសខ្លួនទៅវិញនេះបានហៅថាធ្វើកូនបានទោសមែនតើអ្នកទាំងអស់គ្នាអាមេញគឺគេពិតជាមិនជឿនោះទេដោយសារតែគេគឺស្គាល់យូគីច្បាស់ដូច្នេះហើយគឺគេដឹងថាយូគីគឺមិនធ្វើអញ្ចឹងឡើយអញ្ចឹងទៅគេក៏និយាយថាចាំរកយូគីឲ្យរកឃើញសិនចាំមកនិយាយគ្នាអញ្ចឹងទៅណាដោយសារតែពេលហ្នឹងលីម៉ៃក៏គេជួយនិយាយដែរកុំឲ្យអ្នកភូមិខឹងខ្លាំងពេកកាត់មកមើលយូគីវិញពេលនេះអប៉ែ director កំពុងតែទាលុយហើយក៏ព្រោះតែគេបាននិយាយថាការហ្នឹងនិយាយគ្នាគឺគេខំរៀបចំគម្រោងធ្វើយ៉ាងណាគ្រប់បែបយ៉ាងដើម្បីឲ្យយូគីបាននៅជាមួយនឹងអាមេងអីអញ្ចឹងណាអញ្ចឹងទៅយើងដឹងថាគ្រប់បែបយ៉ាងសុទ្ធតែជាគម្រោងការរបស់យូគីទាំងអស់គឺតាំងពីក្មេងតូចនឹងឡើងទៅតែចៃដន្យអីពេលហ្នឹងការសន្ទនាទាំងប្រមាណរបស់ពួកគេក៏ត្រូវអាមេងមកស្ដាប់ឮតែសារតែអាមេងមករកយូគីអីអញ្ចឹងណាដូច្នេះហើយនៅពេលដែលអាមេងឮហើយគឺគេពិតជាហួសចិត្តនិងខកបំណងចំពោះយូគីខ្លាំងមែនតើគេមិនដឹងស្មានថាយូគីជាមនុស្សដែលកុហកគេបោកប្រាស់គេគ្រប់បែបយ៉ាងនេះសោះហែមទាំងពេលនេះអបិ director នឹងក៏សួរសំណួរទៅកាន់យូគីថាតើឥឡូវនេះអ្នកទាំងពីរនេះកំពុងតែមានទំនាក់ទំនងអ្វីយូគីគឺគេបាននិយាយថាគឺពួកគេត្រឹមតែជាមិត្តរួមថ្នាក់ចាស់តែប៉ុណ្ណោះសម្ដីនេះហើយធ្វើឲ្យកូនស្រីរបស់យើងឈឺចាប់ខ្លាំងណាស់ពីមុននិយាយថាស្រឡាញ់គេចាប់ទុកគេជាមនុស្សដែលខ្លួនស្រឡាញ់ខ្លាំងហើយទៅតែសន្យាជាមួយគ្នាកាលពីយប់មិញថាអ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នាណាប៉ុន្តែពេលនេះអ្វីដែលឮចេញពីចិត្តពិតរបស់យូគីគឺបានត្រឹមតែចាត់ទុកគេថាគឺជាមិត្តរួមថ្នាក់អាមេងឈឺចាប់ខ្លាំងណាស់គេក៏បានរត់គេចចេញតែម្ដងគ្មានអ្នកណាបានរកគេឃើញនោះទេអ្នកភូមិប្រមាណអ្នកក៏គាត់រកអាមេងក៏មិនឃើញដែរអញ្ចឹងណាចំណែកឯអ្នកភូមិពេលនេះប្រមាណអ្នកក៏គាត់កាន់ជើងអាមេងទោះជាយ៉ាងណាក៏ដោយអាមេងគឺជាក្មេងល្អទង្វើរបស់គេកន្លងមកក៏គឺជួយអ្នកភូមិច្រើនណាស់ជួយរុះរើដំបូលជួយការងារចាស់ជួយអភិវឌ្ឍភូមិនេះគឺបានច្រើនមែនតើហេតុអីបានជាទម្លាក់កំហុសលើអាមេងអញ្ចឹងប៉ុន្តែមានអ្នកភូមិម្ខាងទៀតក៏គាត់មិនជឿអាមេងនិងយូគីដែរគឺពួកគាត់ខឹងអាមេងខ្លាំងមែនតើដែលធ្វើឲ្យពេលនេះអ្នកភូមិទាំងសងខាងនេះគឺឡើងឆ្លោះគ្នាពេញហ្នឹងតែម្ដងកាត់មកមើលយូគីវិញគេអត់ទាន់ដឹងទេថាអូនកំពុងតែខឹងរៀបចំនឹងដើរទៅរកអាមេងតែហើយប៉ុន្តែក៏ត្រូវអបអេเจนស៊ីហ្នឹងយកដំណើរអាក្រក់មួយមកប្រាប់គេដោយសារតែគាត់បានឃើញព័ត៌មាននៅលើអ៊ីនធឺណិតអញ្ចឹងណាគឺព័ត៌មានមិនល្អតាក់ទងជាមួយនឹងភូមិនេះរឿងដែលគេឡាយលក់គ្រឿងសម្បត្តិម្សិលមិញមានរឿងអាស្រូវថ្មីរបស់គេទៀតផងនោះដែលធ្វើឲ្យយូគីពេលនេះគឺបានឃើញហើយគេពិតជាញាក់ផ្អើលខ្លាំងមែនតើប៉ុន្តែអ្វីដែលគេបារម្ភពេលនេះគឺជាអាមេងមិនមែនខ្លួនឯងនោះទេហើយក៏មិនដឹងថាតើពេលនេះអាមេងរបស់យើងយ៉ាងម៉េចទៅហើយដែលជួបបញ្ហាបែបនេះដូច្នេះហើយគេក៏បានបញ្ញាប្រត់ទៅរកអូនតែម្ដងទោះបីជាអប៉ែហ្នឹងខាត់យ៉ាងណាក៏ដោយក៏គេមិនស្ដាប់ដែរថែមទាំងរត់ទៅយកទូរស័ព្ទរបស់ប៉ែហ្នឹងទៅទៀតផងដែលធ្វើឲ្យប៉ែហ្នឹងគឺថាដេញរត់តាមចង់ងាប់ទៅហើយតែនៅជ្រុងម្ខាងទៀតយើងក៏ឃើញថាពេលនេះសំបីតប៉ារបស់អាមេងក៏គាត់មកលើកោះនេះដែរគឺប្រហែលជាគាត់មកយកអាមេងទៅវិញហើយដោយដែលគាត់ធ្លាប់និយាយជាមួយអាមេងកាលពីមុនណាទាំងដែលពេលនេះគឺអាមេងរបស់យើងអត់ដឹងរត់គេទៅដល់ទីណានោះទេគ្មានអ្នកណារកគេឃើញឡើយសំបីតែលោកយាយម្ចាស់ផ្ទះក៏គាត់អត់ដឹងដែរថាអាមេងនៅទីណាយូគីវិញគឺនៅតែបន្តរត់រកអាមេងទោះបីជាពេលនេះប៉ារបស់អាមេងចង់គាត់ឲ្យនៅនិយាយជាមួយគាត់ក៏ដោយក៏គេមិនព្រមនៅដែរដោយសារតែក្នុងចិត្តរបស់គេគឺខ្វល់ខ្វាយពីអូនខ្លាំងណាស់រកគ្រប់ច្រកល្ហកអស់ទៅហើយក៏នៅតែមិនឃើញអូនដែររកមនុស្សដែលចង់កិច្ចគឺពិតជារកមិនឃើញនោះទេអ្នកទាំងអស់គ្នាសូម្បីតែលីម៉ៃពេលនេះក៏គេដាមរកយូគីហើយនឹងអាមេងដែររកចុះរកឡើងក៏ធ្វើឲ្យពេលនេះលីម៉ៃហើយនឹងយូគីបានជួបគ្នាលីម៉ៃគឺឃើញយូគីហើយគេក៏បានចង់ឲ្យយូគីទៅដោះស្រាយសិនទៅដោយសារតែពេលនេះនៅក្នុងភូមិគឺរញ៉េរញ៉ៃខ្លាំងមែនទែនយូគីក៏និយាយថាសុំទោសចំពោះរឿងដែលកើតឡើងនៅក្នុងភូមិប៉ុន្តែអ្វីដែលសំខាន់ពេលនេះគឺគេត្រូវតែទៅរកអាមេងសិនដូច្នេះហើយលីម៉ៃក៏បាននិយាយថាអាមេងគឺគេដឹងថាអាមេងនៅទីណាបើអាមេងរបស់យើងពេលនេះគឺនៅកណ្ដាលសមុទ្រឯណោះអញ្ចឹងទៅពេលនេះកូនប្រុសរបស់យើងក៏
បានសុំខ្ចីទូកអ៊ំប្រុសម្នាក់នេះខ្ចីអត់បានទេខ្ចីក៏មិនទាន់ដែរអញ្ចឹងគឺមានតែលួចទៅតែម្ដងទៅដើម្បីតែអូនណាគឺបងអាចធ្វើបានគ្រប់បែបយ៉ាងតែម្ដងណាកន្លែងមកមើលប៉ារបស់អាមេងវិញកំពុងតែឆ្លោះគ្នាជាមួយនឹងប៉ែអេเจนស៊ីនឹងហើយក៏ព្រោះតែម្នាក់បកកាយយកត្រូវរៀងខ្លួនគឺប៉ែនឹងឲ្យលោកពូហាមកូនរបស់ខ្លួនឯងទៅកុំឲ្យចូលមកពាក់ព័ន្ធជាមួយនឹងតារាយូគីរបស់គេចំណែកឲ្យលោកពូវិញក៏គាត់កាន់ជើងកូនរបស់គាត់ដែរក៏បានឲ្យគេហាមយូគីទៅកុំឲ្យពាក់ព័ន្ធជាមួយនឹងកូនរបស់គាត់ប៉ុន្តែពេលនេះប៉ែនឹងក៏បានទុករូបថតទាំងប៉ុន្មានគឺរូបថតតាំងពីដំបូងរហូតដល់ពេលនេះដែលគេបានថតពីទំនាក់ទំនងរបស់អាមេងហើយនឹងយូគីឲ្យប៉ារបស់គេមើលតែម្ដងលោកយាយម្ចាស់ផ្ទះបានឃើញហើយគាត់ក៏និយាយថាឯងមើលតែមើលគេមិនដែលញញឹមដែលមានក្តីសុខអញ្ចឹងទេកាលពីមុនមកទៅតែបាននៅក្បែរបរិសម្នាក់នេះតើធ្វើឲ្យគេមានក្តីសុខរកក្តីសុខខ្លួនឯងបានបើចំណែកអាមេវិញពេលនេះសំងំយំនៅកណ្ដាលសមុទ្រអាឡេហើយក៏បានចងចាំនៅសម្ដីរបស់លោកយាយម្ចាស់ផ្ទះថាក្នុងជីវិតរបស់មនុស្សម្នាក់មានរឿងជាច្រើនដែលពួកគេចង់ធ្វើនិងមិនចង់ធ្វើរឿងដែលពួកគេចង់ធ្វើនោះបែរជាមិនអាចធ្វើបានរឿងខ្លះដែលពួកគេចង់ធ្វើបែរជាត្រូវមនុស្សទាំងអស់គ្នាហាមឃាត់ទៅវិញទាំងដែលរឿងនោះគឺជារឿងសាមញ្ញធម្មតាសោះវាគឺពិតជាអយុត្តិធម៌ណាស់ចំណែកឯกระดาษណូតទាំងប្រមាណនេះគឺសុទ្ធតែជារបស់អាមេងដែលសរសេរទុកឲ្យលោកយាយពេលនេះយូគីបានរកឃើញអូនហើយឃើញថាអូនកំពុងតែយំបងគឺពិតជាបារម្ភខ្លាំងមែនតើយូគីក៏បានស្រែកសួរទៅយ៉ាងម៉េងតើអូនបងធ្វើអីនៅទីនេះដឹងទេថាវាគ្រោះថ្នាក់ណាស់បងពិតជាបារម្ភមែនតើបងរកអូនយូរហើយគឺរកមិនឃើញទេគឺយូគីពេលនេះគេមកហៅអាមេងត្រឡប់ទៅវិញជាមួយគេអីអញ្ចឹងណាអាមេងក៏និយាយថាខ្ញុំនឹងត្រឡប់ទៅវិញប៉ុន្តែខ្ញុំមិនមែនទៅវិញជាមួយនឹងឯងនោះទេយូគីក៏តបបងខំមកទីនេះដើម្បីតែអូនណាដើម្បីតែខ្ញុំអញ្ចឹងណារឿងលាក់ស្បែកជើងនៅឯឆ្នេរខ្សាច់រឿងដែលឯងមកសម្បកខ្ចង់ហើយរឿងដែលឯងលាក់ក្មេងស្រីនោះទៀតតើទាំងអស់នេះជាស្អីទៅនៅមានរឿងជាច្រើនទៀតតើមានអ្វីដែលមិនមែនជាល្បិចរបស់ឯងនោះតើមានអ្វីដែលអាចឲ្យខ្ញុំជឿជាក់លើឯងបាននោះពេលនេះសំបីតាយូគីខំបកស្រាយនិយាយយ៉ាងណាក៏ដោយក៏មិនស្ដាប់ហេតុផលនោះដែរក៏ព្រោះតែគេខឹងទៅហើយខឹងយូគីដែលបោកប្រាស់គេធ្វើបាបគេកន្លងមកហើយធ្វើឲ្យគេស្ទើរតែឈួតទៅហើយក៏ព្រោះតែល្បិចរបស់យូគីអាមេងគេក៏បាននិយាយថាខ្ញុំពិតជាមិនដឹងទេថាពាក្យណាដែលជាពាក្យពិតពាក្យណាដែលជាពាក្យកុហកនោះយូគីក៏តបថាពាក្យដែលខ្ញុំថាស្រឡាញ់ឯងពាក្យដែលខ្ញុំថាចូលចិត្តឯងគឺជាពាក្យពិតទាំងអស់នេះគឺជាពាក្យពិតទាំងអស់ឬមួយក៏ឯងមិនដឹងទេថាខ្ញុំស្រឡាញ់ឯងប៉ុណ្ណាអាមេងបានហើយយូគីខ្ញុំពិតជាហត់នឿយណាស់ដោះលែងខ្ញុំទៅសូមមេត្តាដោះលែងខ្ញុំទៅខ្ញុំពិតជាមិនចង់ស្រឡាញ់អ្នកណាបន្តទៀតនោះទេតែឯងធ្វើបែបនេះបានយ៉ាងម៉េចអាមេងខ្ញុំអាចធ្វើបានល្អមិនអីទេពេលនេះមានតែការឈឺចាប់ទាំងសងខាងវាយគ្នាទាំងចិត្តនៅស្រឡាញ់រៀងខ្លួនក៏ដោយសារតែរឿងខ្លះដែលពួកគេយកច្រឡំជាមួយនឹងគ្នាហើយក៏មិនបានបើកចិត្តនិយាយដោះស្រាយជាមួយនឹងគ្នាមិនស្ដាប់ហេតុផលរបស់គ្នាសងខាងអញ្ចឹងណាដូច្នេះហើយការបែកគ្នាមួយនេះគឺពិតជាឈឺចាប់ខ្លាំងមែនតើដែលធ្វើឲ្យចំណងស្នេហារបស់ពួកគេទាំងពីរនេះคล้ายទៅជាទំនាក់ទំនងមួយដែលមិនច្បាស់លាស់ក៏បានคล้ายទៅជាទំនាក់ទំនងមួយដែលគុំគួនខឹងគ្នារហូតទៅ Through the eyes of love, I see your soul. No longer bound by flaws, I'm whole. It's like I've taken off these glasses clear. Seeing you with love, you're always near. Through the lens of love, I see the light. Every part of you shining so bright. With my heart wide open, I see you true. Through the eyes of love, it's just me and you. Imperfections fade, they're lost in time. When I look at you, love's on my mind. Not my own view, but something new. Through the lens of love, I see the truth. Through the lens of love, I see the light. បន្តមក
ទៀតសាច់រឿងរបស់យើងក៏បានឆ្លើយត្រឹមតែប៉ុណ្្នឹងនឹងឯងចឹងដឹងថាតើភាគក្រោយពួកគេទាំងពីរនាក់នឹងបានជួបគ្នាដែរឬអត់ដូច្នេះហើយកុំភ្លេចចាំតាមដានទស្សនាវីដេអូរបស់ admin នៅភាគក្រោយបន្តទៀតណាដូច្នេះហើយ admin សូមគោរពលាត្រឹមតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ